account របស់ខ្ញុំត្រូវបានគេ hack Hey yo ជំរាបសួរក៏ដូចជាសួស្តីប្រិយមិត្ត Mobile Legend ទាំងអស់គ្នាដោយដែលបាននិយាយនៅខាងក្បាលវីដេអូអញ្ចឹងថា account របស់ខ្ញុំគឺត្រូវបានគេ hack អញ្ចឹងតើ account របស់ខ្ញុំនឹងត្រូវបានគេ hack ដោយវិធីណាហើយបញ្ហាដើមឆមហ្នឹងវាកើតចេញពីរឿងអ្វីដែរហើយយើងអាចដោះស្រាយបញ្ហាដោយយក account របស់ខ្ញុំបានមកវិញហ្នឹងតាមវិធីណាអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាយូរអ្នកទាំងអស់គ្នាអាចតាមដានទស្សនាវីដេអូដូចតទៅអូខេអ្នកទាំងអស់គ្នាចឹងបញ្ហាដើមចំគឺវាកើតចេញមកពីការដែលគេដាក់អន្ទាក់យើងតាមរយៈការដាក់ជា giveaway នៅ gift diamond ហើយបន្តមកទៀតគេឲ្យយើងបំពេញនៅបែប bot ទៅតាមអ្វីដែលគេ request មកយើងគឺតាក់ទងជាមួយនឹងការ log in Gmail ហើយនិង password ចេញពី account មុនតរបស់យើងអូខេអ្នកទាំងអស់គ្នាចឹងបើសិនជាឃើញ account verify ទាំងនៅក្នុង local game ទាំងនៅក្នុង Telegram ក៏ដោយសត្វតែ influencer អ្នកដែលល្បីល្បាញនៅក្នុងពិភពគុណហ្នឹងជាអ្នកទាំងអស់គ្នាកុំជឿទុកចិត្តអសោះបោកសុទ្ធស្ដាយដែរពេលហ្នឹងបើសិនជាមានពេលគេអត់ត block នៅ chat ញ៉ែគេ block យើងលឿនពេក chat ញ៉ែអត់តនៅក្នុងករណីនេះនៅពេលដែលយើងចាប់ផ្ដើម log in account ចូលហើយជាងគេនឹង change information របស់យើងចេញទាំងអស់ហើយយើងនឹង log out ចេញពី device account របស់យើងអាចចូលបានទៀតទេនឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងដល់ពេលដែលយើង log ពី account គឺចេញរបៀបហ្នឹងអូខេអ្នកទាំងអស់គ្នាអញ្ចឹងយើងត្រូវដោះស្រាយវាភ្លាមដោយយើងចូលទៅក្នុង account game setting របស់យើងហើយចូលទៅក្នុង game center ហើយចូលទៅក្នុង account game center ហ្នឹងហើយចូលទៅកន្លែង retrieval account អញ្ចឹង retrieval account ហ្នឹងអ្នកទាំងអស់គ្នាត្រូវតែបំពេញគ្រប់information តាក់ទងទៅនឹង account របស់អ្នកទាំងអស់គ្នាធ្វើមិនឲ្យពី 90% ឡើងទៅវាមានប្រសិទ្ធភាពក្នុងការទាញយកនៅ account original របស់យើងមកវិញបានអ្នកទាំងអស់គ្នាបង្កើតជាឆ្ងល់ថាមិញខែង log out ក្រៅ account ដែរឥឡូវមកចូល account នេះទៅធ្វើ retrieval account វិញបានអញ្ចឹងខ្ញុំបញ្ជាក់ឡើងនឹងតិចដោយសារអីដោយសារខ្ញុំមាន third party account អញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងទៅខ្ញុំអាច log in ចូលទៅក្នុង account បានភ្លាមហើយខ្ញុំអាចដោះស្រាយវាបានភ្លាមបានហើយបើសិនជាក្នុងករណីផ្សេងទៀតក្នុងករណីដែលអ្នកទាំងអស់គ្នាអត់បាន connect នៅ third party account ហ្នឹងអាចជាវាមានផលលំបាកបន្តិចក្នុងការយក account វិញអញ្ចឹងអ្នកទាំងអស់គ្នា anyway អ្នកទាំងអស់គ្នាអាចសាកល្បងតាមវិធីបានដូចគ្នាអូខេមួយទៀតអ្នកទាំងអស់គ្នាជាចំណុចដែលខានតែបាននោះគឺអ្នកទាំងអស់គ្នាត្រូវតែដាក់ password step 2 verification ហ្នឹងអ្នកទាំងអស់គ្នាត្រូវតែដាក់អាហ្នឹងព្រោះអីវាជួយការពារ account អ្នកទាំងអស់គ្នាដែរនៅពេលដែលអ្នកទាំងអស់គ្នាចង់ log in ឬក៏ log out ឬក៏ទិញ diamond អីផ្សេងៗគឺត្រូវការទាមទារនៅ password មួយហ្នឹងទៅអ្នកទាំងអស់គ្នាអាច process នៅដំណើរការផ្សេងទៀតដែលអ្នកទាំងអស់គ្នាចង់បាននឹងឯអ្នកទាំងអស់គ្នាចឹងខ្ញុំសូមបំពេញបន្ថែមនៅកន្លែងចំណុច retrieval account ហ្នឹងអ្នកទាំងអស់គ្នានៅពេលចុចចូលទៅវានឹងចេញផ្ទាំងបែបហ្នឹងបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវតែសរសេរ report បន្តិចទៅកាន់ customer service ហ្នឹងថាហេតុអីបាន account យើងត្រូវបាន hack ហើយប្រាប់ពី ID ប្រាប់ពី server និងប្រាប់ពីព័ត៌មានផ្សេងទៀតដែលចាំបាច់តែអ្នកទាំងអស់គ្នាគាត់ថាវាចាំបាច់ផ្ញើទៅកាន់ customer service ហ្នឹងទៅតទៅទៀតខាង customer service ហ្នឹងគេនឹងផ្ញើ link មួយដើម្បីឲ្យយើងធ្វើរបាយការណ៍ហើយអា link ហ្នឹងគឺវាមានច្រើន step មែនតើហើយជា7 step ឡើងមកទៅអញ្ចឹងអ្នកទាំងអស់គ្នាត្រូវបំពេញឲ្យគ្រប់ test ហ្នឹងហើយធ្វើម៉េច test ទាំងអស់ហ្នឹងគឺបំពេញយ៉ាងហោចណាស់ពី 90% ឡើងមានន័យថាគ្រប់ព័ត៌មានទាំងអស់ដែលតាក់ទងមក account របស់យើងហ្នឹងគឺត្រូវបំពេញឲ្យបានគ្រប់ជ្រុងជ្រោយឲ្យល្អិតល្អន់ហើយច្បាស់លាស់អូខេអ្នកទាំងអស់គ្នាអញ្ចឹងនេះខ្ញុំឆ្លៀតបង្ហាញតិចតាក់ទងមួយការសាងសង់ស្នេហាលើកដំបូងជាមួយនឹង influencer លំដាប់កម្ពុជាសង្ហបុរីអូខេអញ្ចឹងជាចុងក្រោយអត់មានអីទេនៅពេលដែលយើងធ្វើរបាយការណ៍ report ទៅកាន់ customer service ជោគជ័យទៅគេនឹងផ្ញើសារឲ្យយើងបែបហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹងមានន័យថាការដែលយើងព្យា
ជាយើងធ្វើ reporter ហ្នឹងគឺទទួលបានជោគជ័យហើយ account យើងក៏ success យើងយកបានវិញ 100% ដូចគ្នាហើយក៏អរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានខំចំណាយពេលវេលាទស្សនាតាំងពីដើមវីដេអូរហូតដល់ចប់ហើយសង្ឃឹមថាវីដេអូមួយនេះនឹងជាចំណេះដឹងមួយភាសាបន្តិចតួចសម្រាប់ចែកជូនដល់ប្រិយមិត្តទស្សនាទុកជាចំណេះដឹងហើយដើម្បី protect នៅការពារ account របស់យើងនឹងឲ្យមានសុវត្ថិភាពហើយបើសិនជាមានព័ត៌មាន update ថ្មីៗទៀតខ្ញុំនឹងជូនដំណឹងទៅអ្នកនរគ្នាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ